អនុញ្ញាតនឹងគោរពជំរាបសួរទៅដល់ប្រិយមិត្តទាំងអស់គ្នាដែលចូលចិត្តស្ដាប់រឿងខ្មោចរឿងរន្ធត់បាទរឿងអមនុស្សអីជាដើមថ្ងៃនេះ admin មានជាសាច់រឿងពិតមួយបាទទាក់ទងទៅនឹងក្រុមគ្រួសាររបស់ admin ផ្ទាល់តែម្ដងគឺកាលពីឆ្នាំ2001អ្នកនរគ្នាឪពុករបស់ admin គឺគាត់បានទៅឆ្លោះកង្កែបហើយជួបរឿងមួយនេះទាក់ទងទៅនឹងសាច់រឿងមួយនេះគឺមិនសូវជារន្ធត់ប៉ុន្មានទេអ្នកនរគ្នាប៉ុន្តែបាទនេះគឺជារឿងពិតរបស់ឪពុកបាទ admin តែម្ដងដែលគាត់បានជួបបាទកាលពីឆ្នាំ2001អញ្ចឹងកុំឲ្យខាតពេលចូលទៅកាន់សាច់រឿងជាមួយនឹង admin ទាំងអស់គ្នាកាលពីឆ្នាំ2001បើនិយាយអំពីកុមារភាពរបស់ admin បាទគឺពិតជាសប្បាយខ្លាំងមែនទែនអ្នកនរគ្នាចំនួននោះអត់មានខ្វល់អ្វីទេបើមានលុយតែ500ហ្នឹងគឺថាដើរចាយបាទទិញនំបើយើងនិយាយអំពីការទិញនំសមអីមកសមអាំងអីយើងទិញបាន2 100ទិញបាន2ការ៉េម100ទិញបាន2ដូចគ្នានៅចំនួននោះគេចាយលុយក្តាស់50បាទ50ពីរដងស្មើនឹង100ហើយបើយើងនិយាយអំពីល្បែងកំសាន្តវិញគឺថាសប្បាយមែនតើបាទមានទាំងការលេងលេងឈូដាក់លុយមានការលេងបាញ់ឃ្លីបាទតែលេងបាញ់ឃ្លីពីច្រើនគឺដាក់កៅស៊ូទេបាទមិនដាក់លុយទេហើយមានការលេងពួនបាទលេងម៉ៃអីជាដើមហ្នឹងឲ្យតែ admin រំលឹកពីបាទកុមារភាពរបស់ admin នៅពេលណាបាទតែនឹកខ្លាំងមែនតើបាទគឺនឹកខ្លាំងមែនតើអញ្ចឹងនៅយប់មួយនោះបាទមេគឺភ្លៀងខ្លាំងមែនតើអ្នកនរគ្នាបាទភ្លៀងរហូតទៅដល់2ម៉ោងឯណោះអញ្ចឹងដូចសពមួយដងឪពុករបស់ admin គឺគាត់តែងតែទៅឆ្លុះកង្កែបដើម្បីបានកង្កែបហ្នឹងយកមកធ្វើម្ហូបហើយសល់ខ្លះហ្នឹងក៏លក់អីអញ្ចឹងទៅឪពុករបស់ admin គឺគាត់បានទាញទ្រង់បាទទ្រង់របស់គាត់ហ្នឹងទ្រង់អាគុយជាមួយនឹងក្បាលកែវរបស់គាត់ហើយនឹងសាងផងដែរហើយតាក់ទងទៅនឹងសាងចាក់ត្រីតើស្រុករបស់បងប្អូនគេហៅយ៉ាងណាដែរបាទស្រុក admin គេហៅថាសាងចាក់ត្រីអ្នកនរគ្នាអញ្ចឹងឪពុករបស់ admin នឹងបានចេញដំណើរទៅឆ្លុះកង្កែបដូចសពមួយដងនៅតាមផ្លូវឪពុករបស់ admin គឺបានឆ្លុះកង្កែបបានច្រើនខ្លាំងមែនតើអ្នកនរគ្នានៅពេលនោះផងដែរគាត់សប្បាយចិត្តខ្លាំងមែនតើបាទកន្លះទ្រង់បាទខ្ទង់2គីឡូឯណោះគឺគាត់បានបាទបន្តឆ្លុះកង្កែបទៅមុខទៀតគឺគាត់បានដើរឆ្លុះទៅដល់ទីវាលមួយដែលគេឲ្យឈ្មោះថាវាលទូរលាយបាទវាលទូរលាយចំពោះវាលនេះដែរគេហៅបែបនេះដោយសារតែវាលនេះគឺវាធំហើយវាទូលវាខ្ពស់អ្នកនរគ្នាប៉ុន្តែគឺមានព្រៃបាទគួរឲ្យខ្លាចខ្លាំងមែនទែនអញ្ចឹងគណៈពេលដែលកំពុងតែឆ្លុះសប្បាយផងអីផងហ្នឹងឪពុករបស់ admin ហ្នឹងក៏បានដើរបន្តទៅមុខបាទស្រាប់តែឃើញអ្នកនរគ្នាបាទគឺឃើញស្រមោលខ្មៅមួយធំមែនទែនបាទតាមការបញ្ជាក់របស់ឪពុក admin ហ្នឹងគឺគាត់បាននិយាយថាស្រមោលហ្នឹងអ្នកនរគ្នាគឺធំប្រពន្ធដើមត្នោតឯណោះបាទគឺមានភ្នែកពណ៌លឿងហើយដើរសំដៅមកគាត់ដោយនេះគឺជារឿងហេតុដែលឪពុករបស់ admin មិនដែលធ្លាប់ជួបឪពុក admin ហ្នឹងគឺភ័យមែនតើអ្នកនរគ្នាគឺគាត់បានសម្រេចចិត្តថាបិទអាគុយបាទបិទក្បាលកែវតែម្ដងគឺដាក់មេផាយទាំងងងឹតមកកាន់ផ្ទះអូហូយអ្នកនរគ្នាសាកសម័យមើលបើសិនបើអ្នកនរគ្នានៅក្នុងហេតុការណ៍មួយនេះតើរន្ធត់បែបណាអញ្ចឹងនៅពេលដែលមកដល់ផ្ទះភ្លាមឪពុករបស់ admin ហ្នឹងគឺគាត់មិនហ៊ានប្រាប់បាទគ្រួសាររបស់ admin ទាំងយប់ទេដោយសារអីយប់ពេកគាត់ចាំព្រឹកបានប្រាប់អញ្ចឹងដល់ពេលព្រឹកហ្នឹងឪពុករបស់ admin គឺបានរាយរាប់ប្រាប់តាមដំណើរសាច់រឿងអញ្ចឹងទៅថាគាត់បានជួបបាទស្រមោលខ្មៅហើយមានភ្នែកចេញភ្លើងបាទក្រហមហើយដើរមកសម្ដៅគាត់អូហូអ្នកនរគ្នាពិតជារន្ធត់មែនទែនហើយនៅពេលនោះផងដែរជីតារបស់ admin គឺគាត់បានប្រាប់ថាកន្លែងហ្នឹងគឺសម្បូរខ្មោចដោយសារអីការពីចំនួនប៉ុលពតហ្នឹងគេវាយប្រជាជនយើងសម្លាប់ចោលនៅទីនោះអញ្ចឹងអ្នកនរគ្នាបាទអញ្ចឹងតាក់ទងទៅនឹងរឿងមួយហ្នឹងគឺ admin មានតែប៉ុណ្្នឹងទេហើយអ្នកនរគ្នាយល់ប៉ុណ្ណាដែរហើយបញ្ជាក់អ្នកនរគ្នាបន្តិចបើនេះគឺជារឿងពិតតែម្ដងដែលបានកើតឡើងទៅលើឪពុករបស់ admin បាទវាគឺជារឿងពិតបាទគឺមិនមែនប្រឌិតទេអ្នកនរគ្នាបើចឹង admin គឺមានតែប៉ុណ្្នឹងទេបាទតាក់ទងទៅនឹងរឿងបាទដែលកើតឡើងទៅលើក្រុមគ្រួសាររបស់ admin គឺឪពុករបស់ admin ផ្ទាល់តែម្ដងដែលគាត់បានទៅឆ្លុះកង្កែបបាទជួបរឿងបែបនេះអ
អញ្ចឹងបងប្អូនយល់យ៉ាងណាអាចធ្វើការ comment នៅខាងក្រោមម្នាក់មួយបានហើយប្រសិនបើអ្នកនរគ្នាមានជាសាច់រឿងដែលតាក់ទងទៅនឹងរឿងរន្ធត់បាទរឿងខ្មោចអីហ្នឹងអាចធ្វើការ comment នៅខាងក្រោមឬក៏ចូល link បាទជួញ link Telegram របស់ admin ដើម្បីបាទ admin សម្រាយជូនអ្នកនរគ្នាបាទចឹង admin ក៏សូមខន្តីអភ័យទោសផងដែរបាទតាក់ទងទៅនឹងសាច់រឿងមួយនេះដែល admin សម្រាយនេះគឺជាលើកទី1របស់ admin បាទផ្ទាល់តែម្ដងគឺអត់សូវចេះសម្រាយទេអ្នកនរគ្នាបាទចឹងសូមអធិស្ឋានខ្លាំងមែនទែនបាទជាចុងក្រោយ admin សូមអរគុណបាទនិងសូមជម្រាបលា